chơi thơ là bong bạt dọc nô khmoi thọp lời ta kê để dây tha nẹt miền lối ai bên chia khmoi ở cần mà saiอะไรนี่យើងបានជួបផ្ទាល់ហើយអញ្ចឹងអ្នកមានលុយអាចខុបខិតគ្នាយកភ្នំខ្មោចធ្វើប្លង់ជាកម្មសិទ្ធិបានណាជួបផ្ទាល់ហើយគឺនៅសុកសាងខេត្តកណ្ដាលនៅភូមិតាពាំងឈុកនេះណានេះបើយើងនៅសិស្សសាំងភ្នំខ្មោចណាអានេះអត់ទាន់ប្លង់ទេប៉ុន្តែនេះនេះភ្នំខ្មោចនេះឥឡូវលបងឲ្យប្លង់រឹងទៀតណាអញ្ចឹងប្រាប់តគ្នាផងកំថាឡាយដីបឹងដីព្រែកដីអូដីស្ទឹងដីទលេដីសមុទ្រសូម្បីតែដីមកខ្មោចក៏មានប្លង់កម្មសិទ្ធិបានដែរឲ្យតែមានលុយអ្នកណាថាមានលុយបញ្ជាខ្មោចកម្មសិទ្ធិបានបើខ្មោចដេកបានទេហ្នឹងគេចង់យកអីក៏បានដែរនេះឥឡូវយើងនេះមើលហើយឥឡូវនេះកំពុងប្រញាប់ផ្អើលពេលមកសែនចិនថ្ងៃទី28ហ្នឹងមកសែនភ្នោហ្នឹងបានបែកធ្លេថាចុយដីមានប្លង់បាត់ណាភ្នោខ្មោចគេពាត់យកបាត់ចុយមកសម្រាប់ប្រៃច័ន្ទណាសម្រាប់ភ្នោខ្មោចនេះក៏គឺពាត់យកដែរអញតែមានប្លង់ណាយើងមកចុយអានេះមិនមែនដីនេះសម្រាប់ដីបងសង្ស័យដីព្រៃដែរភ្នោខ្មោចក៏យកបានឬដីព្រៃយកអីបានឬអីបានហីស្បដីភ្នោខ្មោចគេច្បាប់ភូមិបានគេចុយតាដីទួលរៈទួលអីទួលរៈអ្នកតាភ្នោខ្មោចអីគេមិនឲ្យមានប្លង់កម្មសិទ្ធិណានៅធ្វើបានហើយធ្វើប្លង់កសិកម្មអូដាំសម្ដេចបដោះហ្នឹងដាច់បាយហ្នឹងអូហ្នឹងហើយដាំសម្ដេចបាយលើកភ្នោហ្នឹងគឺឥឡូវដីកសិកម្មដោយសារតែភ្នោហ្នឹងគឺឆ្លៀតនោះភ្នោនោះនៅក្រំកាយនោះភ្នោនោះឆ្នាំ1964ចូលសែនថ្ងៃទី28ហ្នឹងចូលសែនគេប្រុងវាយភ្នោចោលនោះអានេះកូនចៅម្ចាស់ភ្នោដែលជួបផ្ទាល់ហើយឈឺចាប់ទេដែលឮគេនិយាយថាមនុស្សមានលុយអាចបញ្ជាខ្មៅកម្មសៅប៉ុន្តែឥឡូវនេះអ្នកមានលុយអាចខុបខិតធ្វើប្លង់យកភ្នោខ្មោចហ៎ហើយឡើយភ្នោខ្មោចរបស់គ្រូសាមែនបាទបងបាទខ្ញុំត្រូវជាចៅទួតរបស់ភ្នោហ្នឹងបងបាទចឹងបាទហើយឈឺចាប់ទេពេលចូលសែនភ្នោហើយស្រាប់តែភ្នោខ្មោចរបស់យាយទួតយើងនឹងមានប្លង់កម្មសិទ្ធិរបស់គេទេបាទឈឺចាប់បងថ្ងៃដែលខ្ញុំមកសែននិយាយចំទៅហើយគាត់ចូលមកក៏គាត់និយាយថាដីហ្នឹងដីកម្មសិទ្ធិរបស់គាត់មានប្លង់ហេតុអីចូលមកអត់សុំគាត់ហ្នឹងអ៊ំដីហ្នឹងភ្នោយាយខ្ញុំតាំងពី1964ធ្វើនឹងតាក់សែនតាំងប៉ានៅក្មេងតាំងពីខ្ញុំអត់តន់កើតដល់ឥឡូវតដល់ខ្ញុំសែនហើយប៉ាក៏គាត់បានអញ្ជើញមកដែរជើងគាត់ងើបដើរលេងចង់ហួរយើងអង្គុយនៅកៅអីបែកគាត់ថាអត់ទេអញអត់ដឹងទេដីមកអញប្រយចោតសុំអញក៏គាត់ខឹងយកខឹងខ្ញុំថាអ៊ំជើញមកអ៊ំជែកគ្នាជាមួយសួរតិចទៅអ៊ំអើយលើកប្រងវាយភ្នោខ្មោចគាត់ចោលបាទដល់ពេលគាត់ខឹងថាអញអត់ដឹងទេអញវាយភ្នោចោលឲ្យធ្វើស្អីអញគាត់និយាយប្រាប់កូនគាត់ចឹងអូចឹងបាទអូចាប់បានចឹងហើយចឹងឆ្នាំក្រោយអាចចូលបានតែឆ្នាំក្រោយឆ្នាំហ្នឹងគាត់ឲ្យខ្ញុំចូលហ្នឹងមកនៅឆ្លោះគ្នាគាត់ចង់ឲ្យខ្ញុំចូលហើយមុំដល់ឆ្នាំក្រោយទៀតបងគាត់ធ្វើលបងហើយអស់បងប្អូនទូរទស្សនិកជននេះលបងកំពុងសាងធ្វើហើយអញ្ចឹងខ្ញុំមិនអ្នកណាខុសអ្នកណាត្រូវទេប៉ុន្តែគាត់ខ្ញុំឆ្ងល់ហើយជាពិសេសម្ចាស់ភ្នោគាត់ឆ្ងល់ណាគាត់សែនរហូតជារៀងរាល់ឆ្នាំតើអពោទៅបាញ់គ្នាកាប់សម្រាប់ខ្មែរគ្នាឲ្យបានមកសែនប៉ុន្តែបន្ទាប់ពីបាញ់ពលពពីចំនួនមកក៏សែនរាល់ឆ្នាំចឹងហ៎បាទបងបាទតែឆ្នាំហ្នឹងចម្លែកបើសែនសម្រាប់ធ្វើលបងវ៉ាចុយធ្វើលបងបាត់យកភ្នោខ្មោច